ខ្ញុំឈ្មោះស៊ីវែងជាប្រជាជនរស់នៅខេត្តរតនគិរីខ្ញុំឮឈ្មោះល្បីក្រុមហ៊ុនហើយឮថាឈ្មោះជប៉ុនខ្ញុំចូលចិត្តរឿង Toyota ខ្ញុំចូលចិត្តក៏ខ្ញុំក៏ទៅទិញនៅភ្នំពេញជាផ្លូវពិបាកប៉ុណ្ណឹងខ្ញុំមកដល់ផ្ទះហើយកាលប្រហែលឆ្នាំនោះហើយផ្លូវពិបាកណាស់ហើយមកសិតតែផុកពេញឡាននេះមកដល់ផ្ទះអត់មានកូនតាមផ្លូវអីទេខ្ញុំមកឡានគុណភាពល្អហើយសម្រួលការងារខ្ញុំមកទៅផ្លូវឆ្ងាយក៏អត់បញ្ហាខ្ញុំទៅផ្លូវផុកផ្លូវឡើងភ្នំចុះផុកក៏ខ្ញុំអត់បញ្ហាខ្ញុំប្រើដល់គោលដៅទាំងអស់ខ្ញុំទៅស្រុកដល់ស្រុកមកទៅក្រុងដល់ក្រុងបាទជួយច្រើនខ្ញុំដឹកសម្ភារៈទៅលក់ជួពីខេត្តទៅចំការយកពីចំការមកផ្ទះយកសម្ភារៈចំការទៅស្រុកទៅវែងចឹងទៅហើយតាមផ្លូវតាមអីវាដូចជាអត់មានបញ្ហាអីសោះខ្ញុំប្រើ30ឆ្នាំអត់មែនថាខានតាមផ្លូវអីអត់មានថាបាក់នេះបាក់នោះតាំងពីធ្លាប់ប្រើមកអត់មានបើអញ្ចឹងខ្ញុំមិនតាមទិញ Toyota រហូតដល់30ឆ្នាំជា30ឆ្នាំនោះទេ